អាជីវករផ្សារចម្ពោះវ័នប្តឹងទៅអាជ្ញាធរសុំកិច្ចអន្តរាគមន៍ខណៈមានអ្នកកាងយកលុយអភិបាលខណ្ឌថាពិបាកដោះស្រាយត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ4មុខផ្សារចម្ពោះវ័នសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញប្រមាណ50នាក់បាននាំគ្នាផ្តិតមេដាយប្តឹងនិងសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធក្រោយពីមានបុរសម្នាក់បានកាងនិងគំរាមយកលុយប្រចាំខែយោងតាមលិខិតសុំអន្តរាគមន៍ទៅអភិបាលខណ្ឌពោធិ៍សែនជ័យស្នងការនឹងអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី31ខែឧសភាឆ្នាំ2024បានបញ្ជាក់ថាយើងខ្ញុំទាំងអស់គ្នាជាអាជីវករលក់ដូរនៅផ្សារចម្ពោះវ័នស្ថិតនៅផ្លូវជាតិលេខ4ភូមិចម្ពោះវ័នសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញសូមអន្តរាគមន៍ប្តឹងឈ្មោះជាទីភេទប្រុសជាម្ចាស់ឃ្លាំងថារដ្ឋវិញថារដ្ឋស្ថិតនៅផ្លូវជាតិលេខ4ទល់មុខឈៀងនៅសាលាបឋមសិក្សាចម្ពោះវ័នភូមិចម្ពោះវ័នសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលបានយករថយន្តមកចតលើផ្លូវសាធារណៈដែលបង្កការលំបាកដល់យើងខ្ញុំលក់ដូរហើយបានធ្វើការគំរាមបង្ខំឲ្យយើងខ្ញុំទាំងអស់គ្នាបង់ប្រាក់ជូនគាត់ក្នុងតម្លៃ80,000ទៅជាង1លានក្នុងមួយខែលិខិតសុំអន្តរាគមន៍ដដែលបានបញ្ជាក់ទៀតថាយើងខ្ញុំទាំងអស់គ្នាជាអាជីវករលក់ដូរបន្លែត្រីសាច់និងទំនិញផ្សេងៗនៅផ្សារចម្ពោះវ័នដែលជាមុខរបរសម្រាប់ចិញ្ចឹមជីវិតនិងសម្រួលដល់ជីវភាពរស់នៅឲ្យបានប្រសើរឡើងកន្លងមកយើងខ្ញុំទាំងអស់គ្នាបានចូលរួមសហការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយអនាម័យនិងបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ4តាមការណែនាំរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដើម្បីជៀសវាងការប៉ះពាល់ដល់សោភ័ណភាពនិងការកកស្ទះចរាចរណ៍អនាម័យបរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណៈហើយយើងខ្ញុំទាំងអស់គ្នាក៏បានស្វែងរកទីតាំងសមរម្យដើម្បីធ្វើការលក់ដូរផងដែរប៉ុន្តែក្រោយមកមានឈ្មោះជាទីដែលជាម្ចាស់ឃ្លាំងថារដ្ឋវិញថារដ្ឋដែលបានយករថយន្តមកចតនៅលើផ្លូវសាធារណៈដើម្បីបង្កឲ្យមានការលំបាកដល់ជីវករទាំងអស់គ្នាព្រមទាំងបានគំរាមបង្ខំឲ្យយើងខ្ញុំទាំងអស់គ្នាបង់ប្រាក់ជូនគាត់ក្នុងតម្លៃពី80,000ទៅជាង1លានរៀលក្នុងមួយខែតាមរយៈការហៅយើងខ្ញុំទៅប្រជុំជាមួយគាត់លើសពីនេះគាត់មិនត្រឹមតែគំរាមបង្ខំយកប្រាក់ផ្នែកខាងមុខផ្ទះគាត់នោះទេគាត់ថែមទាំងបង្ខំប្រមូលប្រាក់ពីអាជីវករនៅផ្លូវផ្នែកម្ខាងទៀតផងដែរម្យ៉ាងវិញទៀតដោយសារបច្ចុប្បន្ននេះមានបញ្ហាវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលឲ្យយើងខ្ញុំទាំងអស់គ្នាលក់ដូរមិនសូវដាច់បង្កឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំងលើពីនេះផងដែរស្រាប់តែបុគ្គលឈ្មោះជាទីបានបង្កការលំបាកដល់យើងខ្ញុំបន្ថែមទៀតនោះបានធ្វើឲ្យជីវភាពរបស់យើងខ្ញុំកាន់តែពិបាកថែមទៀតយើងខ្ញុំទាំងអស់គ្នាស្នើសុំឲ្យលោកជាទីម្ចាស់ឃ្លាំងថារដ្ឋបញ្ឈប់រកការប្រមូលប្រាក់ពីអាជីវករនិងដកយករថយន្តដែលចតនៅលើផ្លូវសាធារណៈចេញគូបញ្ជាក់ថារយៈពេលប៉ុន្មានខែមកហើយដែលអាជ្ញាធរបានហាមម្ចាស់ផ្ទះមិនឲ្យយកលុយពីអាជីវករម្ល៉េះហើយទៅម្ចាស់ផ្ទះខឹងសម្បាយករថយន្តផ្ទាល់ខ្លួននិងរថយន្តដឹកដីមកបាំងពីមុខកន្លែងលក់ដូរហើយអាជ្ញាធរក៏ធ្លាប់ហៅមកសម្របសម្រួលដែរតែលទ្ធផលបែបណានោះអាជ្ញាធរមិនហ៊ានអាកាត់ឡើយលោកសក់ច័ន្ទកញ្ញារិទ្ធបានបន្តថាមែនតែនទៅក្រុមអាជីវករក៏ខុសដែរដែលយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរប៉ុន្តែអាជ្ញាធរពិបាកក្នុងការធ្វើហើយអាជ្ញាធរក៏មិនពាក់ព័ន្ធក្នុងការយកលុយកាក់ដែរអភិបាលខណ្ឌពោធិ៍សែនជ័យបន្ថែមទៀតថាបញ្ហាលក់ដូរលើផ្លូវសាធារណៈរបស់រដ្ឋនេះមានតាំងពីមុនពេលលោកធ្វើជាអភិបាលខណ្ឌទៅទៀតលោកចាត់ទុកថាការលក់ដូរនេះពិបាកក្នុងការដោះស្រាយពីព្រោះអាជ្ញាធរគ្មានកន្លែងឲ្យអាជីវករទៅលក់នៅកន្លែងផ្សេងបានទេដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗរបស់សារព័ត៌មាន Good Click News យើងខ្ញុំសូមទស្សនិកជនជួយចុច like follow និងជួយ share Facebook ให้ Good Click News សូមអរគុណ